Hello សួស្តីអ្នកនរគ្នាបាទយើងត្រឡប់ជួបគ្នាបន្តទៀតជាមួយនៅរឿងព្រេងនិទានទេវតាបុរាណឈិនម៉ូនៅភាគទី4បន្តទៀតជួបមកដល់ពេលនេះដែរជាឃើញថាឈិនម៉ូកំពុងតែតោងនៅលើថ្មនឹងក៏ស្រាប់តែងាកមកក្រោយវិញនឹងក៏បានឃើញនៅភ្នែកដ៏ធំមួយគ្រាប់ពីក្រោយក្នុងរបស់គាត់អ្នកណាមិនភ័យបាទប្រលឹងទៅស៊ីបលិតអស់ហើយព្រោះតែភ័យពេកនឹងក៏បានរអិលជើងធ្លាក់ទៅខាងក្រោមហើយថ្មនៅទីនោះក៏រងនឹងការរំជួយផងដែរវាក៏ចាប់ផ្ដើមប្រេះបែកអំណាចនៃថ្មនឹងក៏បានធ្លាក់ទៅលើពួកគេដែលនៅទីនោះថែមទៀតតែពួកវាមិនអីនោះទេដោយសារតែពួកវាហក់កិច្ចទាន់នៅពេលនេះយើងក៏បានឃើញនៅគីងកងមួយក្បាលតែនៅក្នុងរឿងនេះគេហៅថាស្វាវាងើបមកជាមួយនឹងមៀតចង្ធំតែឈិនម៉ូក៏បានតោងនៅមុខរបស់វាជាប់ទោះបីជាវាព្យាយាមស្រែកយ៉ាងណាក៏ដោយក៏ឈិនម៉ូក៏មិនរបូតដែររហូតដល់វាស្រែកមួយអទំហឹងក៏ធ្វើឈិនម៉ូនឹងប៉ើងខ្ទាធ្លាក់ទៅខាងក្រោមក៏ព្យាយាមទប់នៅដំណឹងខ្លួនហក់ជន់ពីថ្មមួយទៅថ្មមួយចំណែកអាប៉ែគូក៏បានលើកដាវចាក់មួយឆ្វាយចូលកាន់តាគៀកនឹងក៏គីងកងនឹងក៏បានទះមួយដៃបំប៉ោងនៅរាងកាយអ្នកទាំងពីរខ្ទាទៅម្ខាងម្នាក់អ៊ូតឈាមដូចគ្នាតែឈិនម៉ូដូចជាដេកផ្កាប់មកពួកគេក៏ដឹងទៀតថាអាស្វាបិសាចនេះដែរគឺជាអ្នកគ្រប់គ្រងនៅទីនេះវាក៏បានបញ្ចេញសម្រេចបន្ទិញតាមសម្ដីនៃអាប៉ែគូបាននិយាយនឹងគឺអាស្វាបិសាចនេះ level របស់វាមិនទៀតនោះទេយ៉ាងហោចណាស់ក៏ឈានទៅដល់ level អ៊ូយ៉ាវជាភាសាចិនទៀតបាទខ្មែរមិនដឹងថាហៅថាយ៉ាងម៉េចនោះទេដូច្នេះពួកវាមិនមែនជាដៃគូនៃស្វាបិសាចនេះនោះឡើយសប្អូនរបស់វាម្នាក់ទៀតក៏សួរទៀតថាតើពួកយើងនឹងដោះលែងអាកូនបិសាចនោះឲ្យឬខ្លួនមែនទេម្នាក់ស្រីក៏បាននិយាយទៀតថាសិស្សបងគូពេលនេះត្រូវរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែស្វាបិសាចនេះអាល្អិតនោះក៏មិនរួចដូចគ្នានោះដែរជាងឃើញថាឈិនម៉ូក៏បានដេកផ្កាប់មុខនៅពេលដែលស្វាបិសាចនោះឆ្កឹះគាត់បន្តិចនឹងឃើញតែឈិនម៉ូដេកលៀនអណ្ដាតថ្លែបាទងាប់មិនតំណងទៅសសរតែជាងឃើញថាឈាមលេចចេញពីរន្ធទាំង5របស់គាត់6គឺភ្នែកច្រមុះមាត់ទៅជាអាស្វានោះក៏បានទៅឆ្កឹះឈិនម៉ូដោយពួកវាទាំងអស់នេះគិតថាឈិនម៉ូបានងាប់ហើយបាទស្វានោះក៏បានបញ្ចេញសម្រែកគេគិតតែខ្លួនឯងខ្លាំងបាទឈិនម៉ូក៏បានកលេចភ្នែកមើលបន្តិចហើយក៏បញ្ញាប់សម្ដែងបន្តទៀតវាក៏ចាប់ជើងឈិនម៉ូឡើងទៅលើអាស្វានេះវាចេះស្ដាប់ភាសាមនុស្សអ្នកស្រីនោះក៏បានដឹងថាឈិនម៉ូគឺធ្វើពុតជាស្លាប់នោះទេឬបានដឹងទៅក៏អាស្វានឹងងាកមើលឈិនម៉ូក៏បញ្ញាប់ហើយក៏ពីទីនោះវាក៏បានលើកដៃចាប់ច្បាច់ហើយជើងរបស់វានឹងក៏វានឹងជន់អ្នកនៅខាងក្រោមទៅហើយអបិគូនឹងក៏បានកាប់មួយឆ្វេងដើម្បីបំផ្លាញនៅថ្មដែលខ្ទាតមកឈិនម៉ូក៏បានលោតចូលឡើងនៅលើក្បាលរបស់វានឹងស៊ីមួយកណ្ដាប់ដៃរបស់វាទៅហើយនឹងក៏បានផ្លុំដើម្បីកោះហៅនៅហ្វូងនេសាទនៅទីនោះឃើញថាក្តានឈាមមួយក្បាលក៏បានចូលមកវាស្រែកបញ្ចេញសម្រែកយ៉ាងខ្លាំងរហូតដល់ឈាមចេញពីភ្នែកសពវិស័យនោះក៏បានងាកទៅរកពួកនៅខាងក្រោមជំនួសវិញពួកវាសង្ស័យថាអាក្តានឈាមនឹងបាននិយាយអ្វីប្រាប់ទៅកាន់អាស្វាបិសាចនោះហើយទើបបានជាស្វាបិសាចនឹងឈ្មោះមករកពួកវាជំនួសវិញបាទដែលតាមពិតទៅអាស្វានោះគឺវាចេះនិយាយដែរវាដឹងថាពួកទាំងអស់នេះជាអ្នកសម្លាប់នៅក្តានឈាមរបស់ខ្លួនអញ្ចឹងធ្វើគាត់នឹងខឹងជាខ្លាំងចំណែកឈិនម៉ូក៏បានរត់ទៅមកខាងទៀតទោះបីជាពួកវាដឹងក៏យឺតពេលហើយពួកតាស្វានឹងកំពុងតែដេញវាបហាចំណែកឈិនម៉ូក៏បានរត់ឆ្លងកាត់ក្បែរនោះដែរហើយក៏មិនដឹងថាសានភាពរបស់លោក JC ពេលនេះគឺទៅជាយ៉ាងណានោះទេខណៈពេលដែលផ្លែដែលជាច្រើនក៏បានវាបហាវាក្រោយក្នុងគាត់ព្យាយាមរត់មកដល់កន្លែងមុខត្រូវវាកាក់ផ្លូវទៀតគាត់ក៏បានរកឃើញនៃសត្វក្តាន់ដែលគាត់បានឲ្យឈិនម៉ូពាក់បានគឺវាងាប់នៅទីនេះហើយដែរមួយក៏បានហោះឆាប់មកគាត់បន្តិចពីចាស់ទាំង5ក៏ចាប់ផ្ដើមបង្កើតនៅក្បួននេះឲ្យជំនឿថាក្បួនសម្រាប់បិសាចនិធិទាំង5បន្ទាប់មកក៏បានហក់ឡើងលើការចាប់ផ្ដើមគ្រវីនៅដៃចូលឡើងបញ្ជាអ្នកដាវរំងវិទ្យានោះក៏បានរលត់ទៅវិញវាក៏ចាប់ផ្ដើមបញ្ជាអ្នកដាវទាំង5ដើម្បីចាត់ការលោកជ័យទោះបីជាគាត់ឈរលើដីក៏វាអាចបំផុសដាវចូលមកបានដែរតែវាមិនទាន់ប្រមាណផងគាត់ក៏ប្រើប្រាស់នៅសរសៃសូត្រដាវនឹងចាប់ផ្ដើមទាញអ្នកដាវនោះដើម្បីវាបកវិញរហូតដល់ធ្វើដាវផ្សេងទៀតនឹងខ្ទាតជាប់ទៅនឹងដើមឈើវិជាធំរបស់វានឹងខឹងជាខ្លាំងគឺចាប់ផ្ដើមបញ្ជាដាវប្រមូលផ្ដុំគ្នាក៏ប្រើប្រាស់នៅសរសៃក្រហមដើម្បីទប់ទល់រហូតដល់ត្រូវវាកាត់ផ្ដាច់ដាវចំនួន3ក៏បានទម្លុះនៅរាងកាយរបស់គាត់ស្លាប់ក្នុងពេលនោះវាគិតថាចាប់ត្រឹមពេលនេះហើយបន្សល់នៅស្នោស្រោមមុខមួយធ្លាក់នៅទីនោះគាត់ក៏បានចូលទៅពីក្រោយលើកនំបញ្ចូលមួយចាក់ចំថ្ងាហក់ទៅរកប្រជាផ្សេងទៀតចាក់ចំខ្លួនចាក់ចំថ្ងាចាក់ចំខ្លួនចាក់ចំថ្ងាជាណាពួកគេត្រូវបានបញ្ឈប់នៅមួយកន្លែងក្នុងពេលនោះក៏បានបញ្ចេញនៅខ្សែក្រហមដើម្បីទម្លុះនៅរាងកាយសម្រាប់ចៅក្នុងពេលនោះតែម្ដងក៏ប៉ុន្តែមិនទាន់ងាប់អស់នោះទេនៅសល់កញ្ចាដែលខ្លាំងជាងគេកញ្ចានោះក៏ដឹងថាលោក JC ធ្វើពុតជាខ្សោយលោក JC នឹងយកពួកគេធ្វើជាសម្លៀកបំពាក់ថ្មីរបស់ខ្លួនក៏បានលើកនឹងកត្រៃមួយត្រៀមនឹងចាក់ភ្នែករបស់វាទៅហើយនឹងក៏វាបានហាមាត់បន្តិចបញ្ចេញនៅដាវជាច្រើនចំពោះទៅរកលោកជ័យវានៅតែអាចសាយលឺតែវាបានហ្វឹកហាត់នៅវិជ្ជាគុណនៃបតលេលីយ៉ាងខ្លាំងក្លារួចទៅហើយដែលនេះដែរជាដែលវាបានចម្រាញ់ទៅខ្លួនឯងគាត់ថាវាគិតថាលោកជ័យគឺមិនអាចយកឈ្នះនៅដែររបស់ខ្លួនបាននោះឡើយរៀបចំខ្លួនដើម្បីស្លាប់ឲ្យហើយទៅអាខ្លួនឯងចិត្តងាប់ឯនៅតែប្រឹងទៀតជាងងាកមកមើលពួកវាម្ដងរត់កាន់តែឆ្ងាយទៅដងថ្មក៏បានមកតាមក្រោយដេញមកដល់កន្លែងមួយអាស្វានោះមានអារម្មណ៍ថាធំតែមានតែជិតខ្លាំងមែនទែន
ក៏បានទះមួយដៃទៀតនៅតែវាយមិនត្រូវបានត្រឹមតែខឹងចោលតែប៉ុណ្ណោះពួកវាឈុំនៅកន្លែងមួយក៏ដឹងទៀតថានេះគឺជាដែនតំបន់នៃអាស្វាបិសាចទោះបីជាចង់គេចពីទីនេះក៏មិនងាយស្រួលនោះដែរហើយពួកវាថែមទាំងធ្វើឲ្យអាគមបិសាចនោះរបូតទៅបាត់ទៀតតែពួកយើងនឹងបញ្ចូលទៅកាន់លោកគ្រូដោយរបៀបណាអ្នកស្រីនៅថាសម្រាប់សិនទៅកុំបារម្ភអីគឺនាងបានប្រើប្រាស់នៅសរសៃនៃធម្មពលសំខាន់ដើរនៅលើខ្លួនប្រាណរបស់ឈិនម៉ូនាងក៏បានដកនៅព្រលឹងមួយដើម្បីតាមដាននៅដែនរបស់ឈិនម៉ូក្នុងពេលនោះក៏បាននឹងឃើញពីទីតាំងដែលឈិនម៉ូរត់ទៅក៏បានបញ្ជាឲ្យគ្នារបស់ខ្លួននឹងរត់ទៅតាមផ្លូវនេះមេក៏ចាប់ផ្ដើមងងឹតទៅឈិនម៉ូរត់ឡើងហុយផ្សែងទៅលោមដោយបួនមកកពេលនេះគឺលឿនខ្លាំងមែនទែនដូចជាភ្ជាប់ជួរអញ្ចឹងខ្ញុំចិត្តរបស់ឈិនម៉ូនៅតែគិតថាលោកជ័យនឹងមិនអីទៅចោះព្រោះថាមេគឺកាន់តែចិត្តជប់ទៅហើយឈិនម៉ូគិតថាគាត់មិនអាចតែរំខានដល់លោកតារបស់គាត់នៅក្នុងភូមិនោះទេហើយគាត់ក៏បាននឹកឃើញថាពួកវាបានសម្លាប់នៅកណ្ដាលទាំងអស់នោះដូច្នេះគាត់នឹងផ្ដល់មេរៀនដល់ពួកវាម្ដងបាទកុំឲ្យពួកវានឹងចេះតែធ្វើបាបគេទៀតគាត់ក៏បានឃើញនៅបក្សីមួយយ៉ាងចំពោះរបស់វាមើលទៅដូចជាក្រុងឆ្អឹងអញ្ចឹងមានទំហំខ្លួនធំខ្លាំងមែនទែនវាក៏បានបញ្ចេញសម្រែកហោះគេពីទីនោះឈិនម៉ូរត់ពីក្រៅមើលទៅដូចជាកង់ប៉ណ្ណាំងជាមួយនឹងយន្តហោះអញ្ចឹងមេគឺកាន់តែងងឹតហើយដូច្នេះក៏មិនអាចត្រឡប់ទៅកាន់ភូមិកាន់ឡើងវិញបាននោះទេតាមសម្ដីរបស់លោកជ័យធ្លាប់ប្រាប់ថាបើសិនជាគាត់មកភូមិយឺតពេលនៅពេលយប់បានគឺគាត់ទម្លាក់ខ្លួននៅឯរូនបុរាណមួយនៅឯទឹកដីដែលស្រយាលមួយនេះនឹងអាចជួយសង្គ្រោះឈិនម៉ូបានហើយឈិនម៉ូក៏សួរហេតុអីក៏ទីនោះមានសមត្ថភាពអញ្ចឹងគាត់ថាគឺមានរបស់ពីរទីមួយគឺជារូបសំណាកថ្មដែលនៅទីនោះវាស្ទើរដេញទៅនឹងរូបសំណាកថ្មដែលនៅការពារនៅក្នុងភូមិកាន់ឡើងរបស់ពួកគេអញ្ចឹងរបស់ទីពីរនោះគឺមាននៅសត្វចម្លែកជាច្រើនទៀតដែលបានបង្ហាញខ្លួននៅទីនោះហើយពួកវាតែងតែលក់ខ្លួននៅទីងងឹតឈិនម៉ូតែងតែកត់ត្រានៅការបង្រៀនរបស់លោកជ័យសឹងតែគ្រប់ពាក្យគ្រប់ម៉ាត់គឺអាហ្វុងសាដែលឈិនម៉ូបានជួបនឹងហើយដែលវាកំពុងតែឆ្ពោះទៅកាន់រូងមួយរូនបុរាណបាទតែសុខៗនេះឈិនម៉ូបែរជាមានអារម្មណ៍ថាឈឺនឹងខ្លួនខ្លាំងមែនទែននេះដោយសារតែរបួសនៃឆ្អឹងរបស់គាត់ក៏បាននឹកឃើញទៅដល់សម្ដីលោកតាមេភូមិយើងគិតថាមិនដឹងថាមានបិសាចអ្វីច្រើននោះទេខ្លះនោះទេគឺផុសចេញមកម្ដងមួយមានទាំងអាក្នុងដីលើមេឃមកពីណាពីណីមិនដឹងកង្កែបមិនចង់កែបមិនដើរមិនចង់មិនដើរមានសត្វចម្លែកខ្លះគឺមានរាងដូចជាភ្នែកតែមានអណ្ដាតឈិនម៉ូក៏បាននឹកឃើញទៅដល់វិជាកូនគ្រាប់ថ្នាំទាំង3នៃរាងកាយអំណាចរបស់គាត់ដើម្បីបង្កើតនៅធម្មពលសំខាន់ដើម្បីចិញ្ចឹមនៅខ្លួនប្រាណរបស់គាត់បង្កើននៅធម្មពលព្យាបាលនៅរបួសខ្លួនឯងធម្មពលនោះក៏បានហូរហៀចេញមកក៏បានបន្ថែមល្បឿនរត់ទៅខាងមុខជាងលឿនវិធីនេះគឺអាចហ្វឹកហាត់ហើយព្យាបាលនៅរបួសរបស់គាត់បានថែមទៀតគាត់ក៏មិននឹកស្មានថាវាដំណើរការពិតមែនដែលអាចព្យាបាលនៅរាងកាយរបស់គាត់បានលឿនជាងមុនទៅទៀតហើយជំរុញនៃការរត់របស់គាត់កាន់តែលឿនខណៈពេលនោះគាត់ក៏បានធ្លាក់ចូលនៅក្នុងសមុទ្រនៃខួរក្បាលឈិមម៉ូក៏សួរថាតែនេះគឺជាធម្មពលអ្វីទៅជាធម្មពលសំខាន់មែនទេគឺគាត់អាចសរុបនៅទឹកបានពលឺពណ៌មាសមួយក៏បានចែងចាយនៅក្នុងសមុទ្រនៃខួរក្បាលរបស់គាត់នៅពីមុខក៏បានបញ្ជានៅរលកទឹកដើម្បីវាបហានទៅលើដុំធម្មពលមួយនោះតែដូចជាត្រូវបានរៀបរៀងដោយកញ្ចក់មើលមិនឃើញមួយខណៈពេលដែលរាងកាយនៅខាងក្រៅឈិមម៉ូកំពុងតែរត់ទៅកាន់រូនបុរាណឈិនម៉ូក៏ដឹងទេថារៀងរាល់ការហូរនៃធម្មពលសំខាន់នៅក្នុងខ្លួនប្រាណរបស់គាត់ដូចជាត្រូវបានរៀបរៀងដោយអ្វីមួយស្ថិតនៅចំកណ្ដាលថ្ងាសតិចលោនេះគឺជារនាំងនៃអំពីចុងព្រលឹងក៏បាននឹកឃើញទៅដល់សម្ដីរបស់លោកតាមេភូមិដែលធ្លាប់ប្រាប់គាត់ថាកំណប់ទ្របទេពរបស់ឈិនម៉ូឬក៏មនុស្សគឺមានដល់តែ7នៅក្នុងរាងកាយមួយគឺជាអំពីចុងព្រលឹងអ៊ូយ៉ាវលីហឺហើយនឹងផ្កាយទាំង7ដែលទាំងអស់នោះសុទ្ធតែរៀបរៀងដោយរនាំងមួយតើតែមកបែកនៅរនាំងនោះបានទើបអាចដាស់ឡើងនៅអំពីចុងព្រលឹងហើយនឹងរបស់ចុងក្រោយគឺជាអតិទេពមេឃាវាជាកំណប់ទ្របទេពដែលលាក់នៅក្នុងរាងកាយរបស់មនុស្សដូច្នេះឈីម៉ូត្រូវតែហ្វឹកហាត់ឲ្យខ្លាំងបំផុតដើម្បីបំបែកនៅរនាំងនេះបានអញ្ចឹងគាត់នឹងធ្វើឲ្យលោកតាលោកយាយរបស់គាត់ភ្ញាក់ផ្អើលជាខ្លាំងឈីម៉ូក៏ប្រឹងបន្តិចរលកនៃទឹកសមុទ្រក៏បានបកមកឈីម៉ូក៏បានជិះនៅទឹកនោះដើម្បីឆ្ពោះទៅរកដុំថ្មពលនោះផងដែរនេះគឺជារូបភាពមួយដែលគេ design នៅក្នុងសមុទ្រនៃខួរក្បាលតែប៉ុណ្ណោះមើលទៅដូចជាការប្រយុទ្ធប្រឆាំងគ្នាជាមួយនឹងធម្មពលនោះអញ្ចឹងតែឈិនម៉ូនៅតែបរាជ័យមិនអាចបំបែកនៅរនាំងនៃអំពីចុងព្រលឹងនោះបាននោះទេមើលទៅវាដូចជាកញ្ចក់មួយដែលនៅរាងនៅទីនោះអសរជាច្រើនក៏បានផុសចេញមកបានបំពងនៅរាងកាយរបស់គាត់ឲ្យខ្ទីមកក្រោយវិញវាក៏ចាប់ផ្ដើមប្រមូលផ្ដុំព័ទ្ធជុំវិញនៃរនាំងនៃអំពីចុងព្រលឹងនេះគឺជាមេឃដីក៏បានឮសំឡេងមួយគាត់ក៏សួរទៅថាតើអ្នកគឺជាអ្នកនិយាយណាពេលនោះដែរក៏បានលេចចេញនៅកំឯម៉ាក់ម៉ាសមុទ្រនេះគឺមាននៅភ្លើងពីលើមកតង់ទៀនណាពេលនោះក៏ធម្មពលសំខាន់គឺតំណាងឲ្យធម្មពលទឹករបស់គាត់នោះក៏បានរលាយបានបើជាលេចចេញនៅម៉ាក់ម៉ាមកចំនួនវិញវាក៏ចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាមួយនឹងដុំធម្មពលនោះរូបភាពខ្លះគឺយើងពិបាកនឹងការបរិយាយខ្លាំងមែនទែនជាងងាកមកមើលលោក JC ឃើញថាដាទាំងអស់នោះក៏ត្រូវបានកាត់ផ្ដាច់ដោយកាំបិតរបស់លោក JC កត្រៃរបស់លោក JC ដែលទាំងអស់គឺមាន6842ដាវឯណោះតែក៏ត្រូវបំផ្លាញចោលក្នុងពេលនោះទាំងអស់ធ្វើវាភ្ជាប់ខ្លាំងមែនទែនវាមានការសង្ស័យជាខ្លាំងថានៅក្នុងបបិសាចសួរមិនដែលមានមនុស្សដូចជា
នាងនោះទេតើនាងគឺជានរណាទៅជាឃើញថាដាវមួយដើមដែលដោតពីក្រៅខ្នងរបស់លោកជ័យក៏ប្រើប្រាស់នៅសរសៃក្រហមនោះដកចេញពីខ្នងរបស់គាត់ក៏ធ្វើឲ្យកញ្ចាស់ទាំង5រូបបោកភ្នែកជើងធំៗទៅខ្ញុំសិនតែពួកគេងាប់អស់ហើយខ្ញុំសូមអធិស្ឋានគឺនៅមានជីវិតនៅឡើយបានដែលតាមពិតទៅរាងកាយរបស់លោកជ័យស៊ីគឺជារាងកាយស្បែកមនុស្សនោះទេគឺគាត់បានពាក់នៅស្បែករបស់អ្នកផ្សេងតែរាងកាយរបស់គាត់គឺជាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ពាក្យក្រៅៗនេះនឹងបានឃើញអំពីមុខមាត់របស់គាត់ឃើញហើយសឹងតែចង់លងស្នេហ៍បានបន្ទាប់មកក៏បានប្រើប្រាស់នៅមជុលនោះដើម្បីដេរនៅសាច់របស់គាត់សារភ្ជាប់គ្នាវិញគឺចាស់នោះក៏ដឹងថាសម្លេងនេះគឺធ្លាប់ឮពីមុនមកតែតាមពិតទៅនាងគឺជាមេបកស្រីនៃបកបិសាចសួរឬបែបហ្នឹងហើយគាត់ក៏បានកំទេចនៅរាងកាយរបស់វាចោលតែម្ដងទៅបន្សល់នៅខ្សែក្រហមក៏បានស្រូបចិត្តក្នុងរាងកាយវិញដូចជាក៏បានឲ្យវាចេញមកតាមពិតទៅលោកតាខ្វិនគឺឈរលួចស្ដាប់នៅទីនេះយូរណាស់មកហើយក៏សួរថាតើឯងមកទីនេះតាំងពីកាលគាត់ថាគាត់ទៅតែមកនោះទេគាត់មិនបានលឺអ្វីនោះឡើយតែឯងបានឃើញអ្វីខ្លះវាក៏បានសើចវាបានលឺរឿងអំពីលីធានស៊ីងគឺជាមេបកនៃបកបិសាចសួរហើយនឹងប្រពន្ធរបស់គាត់ដែលបានធ្វើរឿងល្ងងមកលើគាត់កាលពីឆ្នាំនោះលីធានស៊ីងគឺបានលងស្នេហ៍នៅអតិទេពស្រីដ៏ស្រស់ស្អាតម្នាក់នៅក្នុងបកបិសាចសួរបន្ទាប់មកក៏បានលេងនៅប្រពន្ធរបស់ខ្លួនដើម្បីរៀបការជាមួយនឹងនាងនៅថ្ងៃរៀបអាពាហ៍ពិពាហ៍គឺនៅរាត្រីផ្សំដំណេកនោះបានលីធានស៊ីងក៏ត្រូវបានប្រពន្ធថ្មីរបស់គាត់ដែលត្រូវជាមេបកនៃបកបិសាចសួរនឹងសម្លាប់ចោលដូចជាត្រូវគាត់បំពុលបន្ទាប់មកក៏បំផ្លាញនៃការហ្វឹកហាត់របស់គាត់ចោលថែមទៀតថែមទាំងបានលួចនៅកំណប់ទ្រព្យរបស់បកបិសាចសួរចាក់ចេញពីទីនោះរត់គេចខ្លួនបានដោយជោគជ័យកំណប់ទ្រព្យនោះគេហៅថាគម្ពីរនៃវិជាគុណបកបិសាចសួរចំណែកព្រះចានៃបកបិសាចសួរក៏បានចាក់ចេញពីការហ្វឹកហាត់ដើម្បីសម្លាប់នៅនារីម្នាក់នោះក៏ប៉ុន្តែនាងនៅតែអាចរត់គេចខ្លួនបានរហូតមកដល់បច្ចុប្បន្ននៅតែមិនទាន់រកឃើញដំណឹងនោះឡើយអ្វីដែលគាត់និយាយគឺសំដៅទៅលើលោកជ័យស៊ីនឹងឯងគឺជាប្រវត្តិពិតរបស់ខ្លួនណាបានលោកជ័យស៊ីក៏បាននិយាយអំពីរឿងរបស់បរិសម្នាក់គឺជាចៅដ៏ល្បីល្បាញម្នាក់គឺជាអ្នកដែលរត់លឿនជាងគេនៅក្នុងពិភពមួយនេះគឺគាត់បានហ្វឹកហាត់នៅជើងរបស់គាត់ខ្លាយទៅជាជើងទេពឬក៏ល្វែលទេពនឹងឯងក៏មិនដែលបរាជ័យសូម្បីតែម្ដងពេលនេះគឺគាត់ព្យាយាមលួចនៅឌីអធិរាជរបស់ស្ដេចយៀនកាងតែក៏ត្រូវទីប្រឹក្សានៃអធិរាជនៃប្រទេសយៀនកាងក៏បានកាត់ផ្ដាច់នៅជើងខាងម្ខាងរបស់គាត់តែគាត់នៅតែអាចរត់គេចខ្លួនបានដដែលជាមួយនឹងឌីអធិរាជមួយនោះបាត់ដំណឹងសូនឈឹងរហូតមកដល់សប្តាហ៍ថ្ងៃទៅពេលដែលលឺរឿងរបស់ខ្លួនបែបហ្នឹងក៏លោកតាខ្វិនហ្នឹងគឺបិទមាត់ឈឹងដូចគេញ៉ុកអញ្ចឹងមិនហ៊ានតបតអ្វីនោះទេស្ដេចចៅម្នាក់នោះអាចចាត់ទុកថាគឺជាអ្នកខ្លាំងលំដាប់អតិទេពបានតែគាត់មិនបានទាន់ខ្លាំងទៅជាអតិទេពទាំងស្រុងទេគាត់តែអ្នកខ្លាំងគឺគេចាត់ទុកថាគឺអតិទេពទៅហើយតែជាក់ស្ដែងគឺគាត់នៅខ្សោយជាងអតិទេពទៅទៀតហើយគ្មានអ្នកណាដែលអាចចាប់គាត់បាននោះទេបច្ចុប្បន្នគឺគាត់នៅសល់តែជើងម្ខាងហើយជើងរបស់គាត់នោះគឺរងចាំហើយគាត់នឹងត្រឡប់ទៅវិញដើម្បីយកអញ្ចឹងរាងកាយនៃអ្នកខ្លាំងៗទាំងអស់នោះគឺអត់ចេះលែលួយនោះទេខ្ញុំឆ្ងល់ត្រង់នឹងខ្លាំងមែនទែនអញ្ចឹងទៅក៏លោកតាខ្វិននឹងក៏សន្យាជាមួយនឹងលោកជ័យស៊ីថាជួយលាក់បាំងនៅការសម្ងាត់របស់គាត់ហើយគាត់នឹងជួយលាក់បាំងនៅការសម្ងាត់របស់ខ្លួនគាត់ធ្វើគោធ្វើថ្លង់ថាទៅបានលើកដៃស្បត់ស្បាយតែគាត់មិននិយាយនៅរឿងរ៉ាវទាំងអស់នេះនោះទេព្រោះថាគាត់ខ្លាចគេរកឃើញបាទបើសិនជាគេរកឃើញអ្នកទាំងពីរសិតតែជួបគ្រោះថ្នាក់ដូចគ្នាលោកជ័យគ្រាន់តែដាស់តឿនថាកុំឲ្យឈិនម៉ូនឹងរៀននៅទម្លាប់អាក្រក់ដូចជាលោកដើរលួចគេបែបនេះបានហើយក៏សួរថាតើឈិនម៉ូអ្នកឲ្យឯងមកតាមយើងមែនទេគាត់ក៏ឈប់ហើយក៏បាននិយាយរៀបរាប់ពេលនេះគឺគាត់នៅលើភូមិជាមួយនឹងលោកតាផ្សេងទៀតក៏បានឃើញនៅការប៉ះគ្នាលោកតាពេលភូមិនោះក៏បានឲ្យគាត់នឹងទៅពិនិត្យមើលអញ្ចឹងគាត់សួរទេថាតែឈិនម៉ូបានត្រឡប់ទៅផ្ទះហើយនៅគាត់ថាគាត់អត់ទាន់ឃើញឈិនម៉ូនោះទេលោកយាយភ័យខ្លាំងណាស់ក៏បានបញ្ញាប្រូតចាក់ចេញពីទីនេះដើម្បីទៅតាមឈិនម៉ូក្នុងពេលនោះជាងងាកមកមើលនៅឯរូនបុរាណនោះវិញមេក៏ចាប់ផ្ដើមងងឹតខ្លាំងទៅឈិនម៉ូព្យាយាមរត់កាន់តែគៀតែមើលទៅអាចជារត់មិនទាន់នោះទេគណៈពេលដែលបាក់សៃនឹងកំពុងតែរត់ចាក់ចេញពីភពងងឹតផងដែរតែផ្នែកដែលពួកគេរត់ទៅក៏ជាកន្លែងងងឹតដូចគ្នាដែលឈិនម៉ូឆ្ងល់ខ្លាំងណាស់ហេតុអីក៏ពួកគេរត់ទៅកាន់ទីងងឹតអញ្ចឹងចំណែកមនុស្សមួយក្រុមខាងក្រោយក៏បានរត់ដេញតាមពួកវាដឹងថាទីងងឹតនៅទីនេះគឺគួរខ្លាចហើយគ្រោះថ្នាក់ខ្លាំងមែនទែនពួកយើងត្រូវតែសម្លែកអាគមវិស័យនៃការទៅលើបំផុតពួកវាតាមការតគៀកកិតនៃរាងកាយរបស់ឈិនម៉ូមែនទែនហើយហ្វូងនៃសត្វបិសាចជាច្រើនរត់កាន់តែលឿនឈិនម៉ូក៏បានឈរនៅលើថ្មមួយក៏បានឃើញនៅហ្វូងនៃសត្វចម្លែកដទៃទៀតកំពុងតែបាល់មកដូចជាទឹកបាក់ទំនំហើយខ្លះមានរាងកាយដូចជាខ្លះមានរាងកាយដូចជាដើមមិនដឹងថាអាយុប្រមាណនោះទេមានអារម្មណ៍ថាចាស់ដូចជាថ្មអញ្ចឹងសត្វខ្លះនឹងក៏បានផុសចេញពីទឹកមកទៀតឈិនម៉ូក៏ចាប់ផ្ដើមគិតសាជាថ្មីហេតុអីក៏ពួកសត្វទាំងអស់នេះរត់ទៅកាន់ទីងងឹតអញ្ចឹងគាត់ក៏សង្ស័យក៏បានឃើញនៅកន្លែងមួយដែលនៅខាងមុខតិចលោកគឺជាកន្លែងដែលលោកជ័យធ្លាប់ប្រាប់គាត់ទៅដែលរបស់នោះគឺមាននៅរូបសំណាកការពារដូចជានៅក្នុងភូមិរបស់គាត់អញ្ចឹងព្រះច័ន្ទក៏ត្រូវបានគ្របដណ្ដប់ដោយភពងងឹតបរិយាកាសជុំវិញទីនោះក៏ចុះខ្មៅមើលអ្វីមិនឃើញទៅសតែគូសរសៃសាច់រឿងបើយើងក៏ស្លេតតែប៉ុណ្ណេះ